ខ្ញុំឃើញវីដេអូដែលគេធ្វើស្វាយទុំលីជាមួយទឹកដោះគោនេះមើលទៅគឺតំណងខ្លាំងមែនតើអង្សាក់ធ្វើដែរហ្នឹងវាមានរសជាតិមិនសំខាន់ណាស់គឺក្នុងទូហ្នឹងគឺសិតតែស្វាយទុំហ្មងអ្នកនរគ្នាទាំងជាន់លើទាំងជាន់ក្រោមហ្នឹងគឺសិតស្វាយទុំគឺយកតែស្វាយទុំមកផ្លែហ្នឹងបានហើយយើងធ្វើការចិតវាទៅអាហ្នឹងយើងមិនបាច់ចិត្តស្បកអីយើងចិត្តជាប្រទេសអញ្ចឹងទៅវាស្រួលជាងហើយយើងយកក្បិតមកឆោតវាទៅហ្នឹងយើងមើលតាមគេដែរតែពិតខ្ញុំវាមិនសូវចេះអីដែរទេប៉ុន្តែមើលវីដេអូគេហ្នឹងវាតំណងពេកក៏លួចគូពីផាសតាមគេហ្នឹងមានអីដល់ពេលយើងចិត្តចឹងទៅស្រួលស្អាតទៀតតែពេលកន្លែងហ្នឹងគេយកទៅក្លុកតែខ្ញុំខ្ជិលក្លុកខ្ញុំដាក់ចូលក្នុងកែវហ្មងទៅគិតថាធ្វើអញ្ចឹងទៅវាលឿនហើយក៏យកលភាយកមកឈុំវាទៅអានេះធ្វើបន្តិចសិនចង់ដឹងថាវាឆ្ងាញ់អត់នៅពេលដែលយើងឈុំមើលទៅរៀងម៉ត់ហើយយើងចាក់ទឹកកកចូលអាទឹកកកនេះគឺចាក់ទៅគឺដល់ទាំងទឹកមកទៀតបាទអរគុណអានេះចាក់ទឹកកកចេញខ្លះណាមើលទៅស្អាតមែនតើអ្នកនរគ្នាតែអត់ដឹងថារសជាតិវាមិនខ្មិចទេណាឥឡូវនេះគេចាក់ទឹកដោះគោចូលហើយវ៉ាវអ្នកនរគ្នាអានេះចាក់ទឹកដោះគោទៅចេញពណ៌ស្អាតហ្មងមើលយូរទៅដូចទឹកល្ពៅមកយីអ្នកនរគ្នាតំណងមែនតាពណ៌ស្អាតឥឡូវនេះយើងធ្វើការភ្លក់មើលរសជាតិវាមិនដែររសជាតិវាគឺសាបអ្នកនរគ្នាប្រហែលជាខ្ញុំអត់បានដាក់ទឹកឃ្មុំព្រោះក្នុងហ្នឹងដូចជាគេដាក់ទឹកឃ្មុំដែរអញ្ចឹងផឹកទៅវាយើងចម្លែកបន្តិចគឺអត់ឆ្ងាញ់តែម្ដង